ជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបការចូលប្រើប្រាស់នៅកម្មវិធី Kahoot នៅក្នុងកម្មវិធី Kahoot គឺមានទាំងហ្គេមសិក្សាសម្រាប់លោកគ្រូអ្នកគ្រូអាចយកទៅលេងជាមួយសិស្សឬក៏ក្នុងសិក្ខាសាលាផ្សេងៗលោកគ្រូអ្នកគ្រូក៏អាចប្រើប្រាស់ Kahoot នេះដើម្បីបង្កើតជាសំណួរសម្រាប់ឲ្យសិក្ខាកាមចុចជ្រើសរើសចម្លើយដែលត្រឹមត្រូវតាមរយៈការលេងហ្គេមបែបសប្បាយៗឬក៏យើងអាចយកទៅលេងជាមួយសិស្សនៅក្នុងថ្នាក់របស់យើងបានអញ្ចឹងរបៀបចូលប្រើប្រាស់និងរបៀបបង្កើតសំណួរផ្សេងៗខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនេះជាដំបូងយើងត្រូវចូលទៅក្នុងកម្មវិធីមួយគឺកម្មវិធីជ្រោមបាទពេលដែលចុចជួយជ្រោមមកវាចេញបែបនេះបងប្អូនត្រូវ search កន្លែងនេះយើងដាក់ថា Kahoot បាទបន្ទាប់មកយើង enter វាទៅបាទអញ្ចឹងវាចេញបែបនេះបងប្អូនមើលខាងលើគេនេះគេដាក់ថា Kahoot នេះបងប្អូនចុចចូលលើហ្នឹងមកបាទពេលដែលចុចចូលមកគឺវាចេញបែបនេះចឹងបងប្អូនត្រូវមើលផ្នែកខាងស្ដាំគេដាក់ថា start for free អញ្ចឹងយើងចុចចូលលើហ្នឹងមកបាទអញ្ចឹងកន្លែងនេះវាមាន4អញ្ចឹងយើងជ្រើសរើសយក picture នេះមកកន្លែងនេះយើងជ្រើសរើសយក school បាទកន្លែងនេះគឺគេតម្រូវឲ្យយើងដាក់នៅ Gmail របស់យើងចូលទៅក្នុងហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូដាក់ Gmail ចូលមកកន្លែងខាងក្រោមនេះយើងគ្រីសវាទាំងពីរមកបាទបន្ទាប់មកយើងដាក់ password របស់យើងចូលមកដាក់ហើយយើងចុច tick កន្លែងនេះមកបាទបន្ទាប់មកយើង sign up មកបាទបន្ទាប់ពីយើង sign up ហើយវាចេញបែបនេះបងប្អូនខ្វែងវាចោលមកទៅលើជំហានទី1ខ្ញុំចង់បង្ហាញអំពីរបៀបចូលទៅលេងហ្គេមសម្រាប់គ្រូឧទ្ទេសដែលគាត់ចង់លេងហ្គេមពីធំដែលចង់ឲ្យសិក្ខាកាមគាត់លេងពីធំអញ្ចឹងយើងចូលកន្លែងនេះមកយើងចូលកន្លែងនេះខាងក្រោមគេនេះមានរូបដើមដូងចុចចូលមកចាំបន្តិចទៀតខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើតសំណួរផ្សេងៗដើម្បីលោកគ្រូអ្នកគ្រូយកទៅលេងបន្តជាមួយគឺខាងក្រោមនេះមកបាទឥឡូវនេះយើងដាក់ឈ្មោះមកយើងអាចដាក់ឈ្មោះអីក៏បានដែរយើងអាចដាក់ជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានដែរអញ្ចឹងយើងចុចខាងក្រោមនេះមកខាងក្រោមនេះយើងអាចដាក់នេះយើងចុចលើខាងក្រោមនេះមកយើងចុចយកអីក៏បាននេះថ្នាក់ទីប្រហែលយកថ្នាក់ទី1អញ្ចឹងក៏បានដែរហើយតោះមកយើងចុចអាខៀវនេះមកបាទវាចេញបែបនេះអញ្ចឹងបងប្អូនត្រូវមើលកន្លែងខាងលើនេះយើងដាក់ថា start new game បាទចុចទៅហ្នឹងមកតបមកបងប្អូន search កន្លែងនេះអញ្ចឹងសម្រាប់លោកគ្រូដែលជាគ្រូបង្គោលគាត់បរៀនកម្មវិធី P ធំណាអញ្ចឹងយើងចុចចូលកន្លែងហ្នឹងមកតមកយើងសរសេរអក្សរ copy ដក clear មក off P ធំបាទតមកយើងចុចលេខ search នេះមកបាទតមកបងប្អូនចុចទៅលើអាហ្នឹងមកបាទចុចហើយយើងចុចកន្លែងខាងស្ដាំនេះ start ចុច start មកបាទវានឹងចេញបែបនេះបន្ទាប់មកវានឹងលោតចេញ QR code បាទទៅពេលចេញ QR code បែបនេះយើងអាចឲ្យអ្នកចូលរួមគាត់ scan បានបាទហើយពេលដែលគាត់ scan គឺក្នុងទូរស័ព្ទរបស់គាត់គឺចេញបែបនេះអញ្ចឹងកន្លែងនេះគាត់អាចដាក់ nickname របស់គាត់បានយើងអាចដាក់ឈ្មោះជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានបាទយើងដាក់សាកល្បងមកបាទបន្ទាប់មកយើងចុច OK មកបាទវានឹងលោតឈ្មោះរបស់យើងនៅលើ slide កុំព្យូទ័ររបស់យើងហើយក្នុងទូរស័ព្ទគឺវាចេញរូបបែបនេះយើងអាចដូររូបភាពយើងអាចដូរ style បានយើងចុចកន្លែងសញ្ញាខ្មៅដៃខាងលើហ្នឹងមកបាទយើងអាចដូរបានបាទមានមួកមានអីចឹងណាតោះមកយើងចុចដាននៅខាងក្រោមនេះមក
បាទហើយវាក៏មានកន្លែងចុច react ឲ្យយើងចុចរូបបេះដូងរូបស័យបានដែរបន្ទាប់ពីសមាជិករបស់យើងចូលបានគ្រប់គ្រាន់ហើយយើងត្រូវចុចកន្លែង start បាទចុចកន្លែង start ហ្នឹងមកអញ្ចឹងកម្មវិធី game របស់យើងគឺចាប់ផ្ដើមលេងតែម្ដងអ្នកដែល scan ហ្នឹងចេញបែបហ្នឹងឯងបាទដល់ពេលអញ្ចឹងទៅចាប់ផ្ដើមចេញសំណួរបាទអញ្ចឹងមានវាលោតថាត្រឹមត្រូវអញ្ចឹងត្រឹមត្រូវចំនួន1នាក់តមកយើងចុចកន្លែង next នេះមកបាទលោកគ្រូចុចកន្លែង next នេះមកដើម្បីទៅសំណួរបន្តទៀតតែមុននឹងទៅដល់សំណួរបន្តទៀតវាបង្ហាញសិនថានរណាដែលមានបន្ទុកខ្ពស់ជាងគេវានឹងលោតនៅលើគេអានេះដោយសារខ្ញុំ scan តែម្នាក់វាឃើញតែម្នាក់ទេបាទតមកយើងចុចទៅ game បន្ទាប់ចុចទៅចូល game ទី2អញ្ចឹងយើងអនុវត្តចឹងរហូតដល់ចប់ទៅហើយយើងក៏អាចបង្កើត game របស់យើងបង្ហោះឲ្យអ្នកផ្សេងលេងបានដែរអញ្ចឹងដើម្បីចូលបង្កើតយើងចូលកន្លែងនេះមកបាទខ្ញុំសូមត្រឡប់ទៅវិញបាទដើម្បីបង្កើតយើងចូលទៅទំព័រដើមវិញមកបាទទំព័រដើមនេះយើងចុចកន្លែងថា create នេះ create នេះយើងបង្កើត game តាមមកចុចលើគេនេះមកដើម្បីយើងបង្កើត game ទៅលេងមួយសិស្សឬក៏យើងចង់បង្កើតជាសំណួរផ្សេងដែលយើងចង់ណាតាមមកបងប្អូនចុចលើ close នេះមកបាទបន្តមកទៀតវាចេញបែបនេះអញ្ចឹងយើងអាចបង្កើតបានហើយនេះកន្លែងនេះកន្លែងនេះបន្តទៀតកន្លែងនេះមានន័យថាជាកន្លែងដែលយើងសរសេរចំណងជើង game របស់យើងចង់ដាក់ចំណងជើងយ៉ាងម៉េចដូចខ្ញុំដាក់អក្សរ K ទាំងអស់ហ្នឹងទៅចំណងជើងនេះ description យើងអាចសរសេរបានហើយរូបភាពយើងដាក់រូបភាពបានដែរដើម្បីតាក់ទាញឲ្យគេចូលលេង game របស់យើងណាហើយកន្លែងនេះដាក់ public ដើម្បីឲ្យអ្នកផ្សេងក៏អាចលេង game របស់យើងបានដែរបន្ទាប់មកយើងចុចដានមកបាទហើយកន្លែងនេះយើងដាក់សំណួរយើងសរសេរសំណួរចូលមកផ្សេងមកគ្រូអាចសរសេរសំណួរអីមួយទៅបាទហើយកន្លែងនេះយើងដាក់ចម្លើយ4ហ្នឹងមានចម្លើយត្រូវតែមួយទេយើងចង់ដាក់កន្លែងណាក៏បានដែរចម្លើយតែត្រឹមត្រូវបាទដល់ពេលដាក់ហើយអ្នកគ្រូយើងចុចក្នុងនេះខាងនេះមានវងអញ្ចឹងចម្លើយមួយណាដែលជាចម្លើយត្រឹមត្រូវលោកគ្រូថាមួយនេះឬក៏មួយនេះគេថាតែមួយនេះចម្លើយត្រឹមត្រូវយើងចុចទៅនឹងមួយមកបាទតបមកយើងអានេះសំណួរទី1មានតែ game មានមួយសំណួរយើងចង់បានទៀតយើងបាទយើងចង់បានទៀតយើងចុចកន្លែងនេះបាទខាងស្ដាំនេះចុចមកបាទវាចេញសំណួរមួយទៀតចឹងបងប្អូនគ្រាន់អានេះសំណួរទី1អានេះសំណួរទី2យើងក៏ដូរសំណួរមកបាទយើងដូរសំណួរទៅហើយចម្លើយយើងដូរដែរទៅបើថាយើងអត់ចង់ឲ្យកន្លែងហ្នឹងត្រូវទៀតយើងថាដាក់ចម្លើយលេខនេះយើងចុចកន្លែងនេះមកឲ្យចម្លើយត្រឹមត្រូវនៅលេខនេះបាទអញ្ចឹងដល់ពេលយើងបង្កើតហើយយើងចុចកន្លែង save បាទ save ទៅវាចេញបែបនេះយើងចុចតាមមកពណ៌ខៀវនេះមកបន្ទាប់ពីយើងបង្កើត game ហ្នឹងហើយយើងចង់មើល game របស់យើងមើលនេះ3នេះបាទចុចចូលក្នុងហ្នឹងមកហើយវានឹងឃើញ game របស់យើងហើយយើងចង់ឲ្យសិស្សយើងលេងបងប្អូនចុចអាក្រោមគេហ្នឹងទៀតមកតបមកយើង search យកឈ្មោះរបស់ game របស់យើងបាទចុចចូលកន្លែងហ្នឹងទៀតមកកន្លែង start new game បាទបងប្អូនចុច search ឈ្មោះនេះរបស់យើងមកវាឃើញនេះចុច KK អញ្ចឹងមកគេមកយើងដាក់ឈ្មោះអីយើង search ឈ្មោះហ្នឹងមកឃើញហើយបងប្អូនអញ្ចឹងយើងអាចចូលទៅលេងបានហើយបងប្អូនជួយចុច subscribe channel របស់ខ្ញុំអ្នកមួយខ្ញុំនឹងចែករំលែកវីដេអូចំណេះដឹងបន្តទៀតបាទសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនា